សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែក4ពាក្យ this យើងប្រែថានេះ that យើងប្រែថានោះ this យើងប្រែថាទាំងនេះ those ប្រែថាទាំងនោះយើងប្រើ this ហើយនិង that this និង that គឺជា singular មានន័យថាឯកវចនៈមានន័យថាយើងប្រើសម្រាប់វត្ថុមនុស្សសត្វទីកន្លែងមានតែមួយហើយចំពោះ this ហើយនិង those គឺជា plural មានន័យថាពហុវចនៈយើងប្រើសម្រាប់វត្ថុសត្វមនុស្សឬក៏រុក្ខជាតិមានចាប់ពី2ឡើងទៅ example this ហើយនិង that គឺយើងប្រើជាមួយ is this ហើយនិង those គឺយើងប្រើជាមួយ are នេះគឺយើងប្រើជាមួយ are this នេះគឺយើងប្រើថានេះប្រើសម្រាប់វត្ថុមានតែមួយតែនៅជិតឧទាហរណ៍ថា this is a book នេះគឺជាសៀវភៅមួយក្បាលប៉ុន្តែនៅជិត that is a book នោះគឺជាសៀវភៅមួយក្បាល that នេះយើងប្រើសម្រាប់វត្ថុដែលនៅឆ្ងាយឧទាហរណ៍សៀវភៅនៅឆ្ងាយនោះគឺជាសៀវភៅមួយក្បាល these are books ទាំងនេះយើងប្រើថាទាំងនេះសម្រាប់វត្ថុនៅជិតប៉ុន្តែច្រើន these are books ទាំងនេះគឺជាសៀវភៅ those are books យើងប្រើថាទាំងនោះ this នេះយើងប្រើថាទាំងនោះសម្រាប់វត្ថុនៅឆ្ងាយហើយច្រើនទាំងនោះគឺជាសៀវភៅ